សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតដែរនៅលើទឹកដីសៀមរាបនិយាយទៅក្រោយពីការចប់ការងារទាំងអស់ហើយដល់ថ្ងៃត្រូវដើរលេងម្ដងហើយអញ្ចឹងថ្ងៃនេះគឺគម្រោងរបស់យើងទៅថតរូបនៅកន្លែងហាងកាហ្វេដែលគេកំពុងតែល្បី Marico ហ្នឹងហើយនៅពេលដែលយើងទៅហ្នឹងមេឃម្ដងរាំងម្ដងភ្លៀងដែរអញ្ចឹងពិបាកមែនតើនៅក្នុងការដើរថតរូបប៉ុន្តែពេលដែលទៅដល់ហាងហ្នឹងគឺសំណាងដែរអត់មានភ្លៀងទេរយៈពេលខ្ទង់1ម៉ោងហ្នឹងហើយរួចពីហ្នឹងទៅគឺចាប់ផ្ដើមភ្លៀងរហូតហ្មងទៅដល់កន្លែងណាក៏ភ្លៀងដែរអញ្ចឹង vlog ថ្ងៃហ្នឹងគឺបានតែមកវីដេអូហ្នឹងទេកន្លែងផ្សេងភាគច្រើនគឺសុទ្ធតែភ្លៀងហើយយើងអត់បានទៅថតអីកើតអញ្ចឹងណាហើយពេលដែលទៅដល់ហាងហ្នឹងខ្ញុំប្លែកមែនតើកន្លែងហ្នឹងគឺម្ដុំហ្នឹងគេធ្វើដូចផ្សារអញ្ចឹងនៅមុខអង្គរពេលដែលយើងដើរចូលទៅគេមានលក់អីវ៉ាន់ច្រើនយើងសំដៅទៅគឺទៅរកហាងកាហ្វេហ្នឹងហ្មង Marico style ដែលគេរៀបចំមកគឺរបៀបដូចបែបជប៉ុនអញ្ចឹងហើយពេលចូលទៅគឺគេមាន drink ច្រើនឲ្យយើងរើសភាគច្រើនគឺ matcha នៅនឹងមាននំខេកមានអីច្រើនដែរតែខ្ញុំកំងតែ matcha ញ៉ាំទេដោយសារតែយើងចង់ភ្លក់ថារសជាតិ matcha គេនៅនឹងហ្នឹងរសជាតិរបៀបម៉េចហើយឆ្ងាញ់អត់អីចឹងហើយកាហ្វេក៏ចង់សាកដែរប៉ុន្តែកាហ្វេគេអស់ស្តុកអញ្ចឹងទៅក៏បានសាកតែ matcha ហើយនៅពេលដែលយើងកំងបានហើយក៏អង្គុយញ៉ាំអីនៅក្នុងនឹងមួយផ្លែតទៅបានរៀបចំចេញទៅខាងក្រៅហ្នឹងដើម្បីថតរូបហើយមេឃហ្នឹងក៏រៀងធំចង់ភ្លៀងដែរកម្ដៅថ្ងៃក៏ក្ដៅដែរពេលហ្នឹងហើយពន្លឺគឺស្អាតមែនតើសម្រាប់ការថតវីដេអូថតរូបថតអីចឹងមើលតែរូបថតទៅដឹងហើយគឺភ្លឺស្អាតមែនតើហ្មងប៉ុន្តែក្រោយពីស្អាតបានប្រហែលមិនដល់1ម៉ោងផងគឺថាភ្លៀងមករាវហ្មងអញ្ចឹងក៏អង្គុយចាំនៅក្នុងនឹងតិចទៀតទៅទំនំតែរាំងភ្លៀងក៏នាំគ្នាដើរចេញទៅម្ដុំមុខអង្គរដែលមានរូបថតដែលគេត្រេនថតទៅពីចង្ងាយឃើញកពូលប្រាសាទអីចឹងក៏នាំគ្នាទៅឃើញថាចង់ទៅថតនៅកន្លែងហ្នឹងប៉ុន្តែជាក់ស្ដែងហ្មងគឺទៅថតកន្លែងហ្នឹង fail យើងឃើញកន្លែងដែលគេឲ្យយើងថតនឹងមែនប៉ុន្តែវាអត់ដូចអ្វីដែលការគិតទេប្រហែលជាអាចមកពីរូបថតដែលគេថតបានស្អាតដែលឃើញកពូលប្រាសាទហ្នឹងខ្ញុំគិតថាគេប្រើកាមេរ៉ា professional កាមេរ៉ាធំអីអញ្ចឹងណាបានថតពីចង្ងាយទៅឃើញកពូលស្អាតមែនតើនេះដល់ពេលយើងទៅមែនតើគឺយើងថតអត់បានដូចទេដោយសារតែយើងប្រើកាមេរ៉ាទូរស័ព្ទដៃអញ្ចឹងណាហើយដល់ពេល fail មកកន្លែងហ្នឹងអញ្ចឹងយើងអត់បញ្ឈប់ទេយើងត្រូវតទៅរកកន្លែងផ្សេងទៀតដើម្បីថតប៉ុន្តែពេលដែលយើងទៅដល់មកកន្លែងទៀតហ្នឹងថតរូបបានតែមកប៉ុសអីទេក៏ចាប់ផ្ដើមភ្លៀងខ្លាំងមែនតើហ្មងអញ្ចឹងអត់មានជំរឿនឲ្យក្រៅពីចូលអង្គុយក្នុងឡានហើយមកសបកក៏ត្រឡប់ចូលក្រុងវិញទៅដើម្បីរកអីញ៉ាំអញ្ចឹងពួកអីគាត់ថាប្រហែលជាមេឃក៏កាន់តែងឹតហើយយើងអត់អាចនៅថតអីបានទៀតទេមានតែត្រឡប់មកវិញអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូដំណើរកំសាន្តនៅសៀមរាបរបស់ខ្ញុំអញ្ចឹងយើងចាំជួបគ្នានៅវីដេអូក្រោយទៀតដោយសារតែថ្ងៃនេះយើងចេញរៀងលេតដែរចាំមើលស្អែកងើបពីផឹកបន្តិចដើម្បីចេញទៅថតកន្លែងស្អាតឲ្យបងប្អូនទាំងអស់គ្នាទស្សនានិយាយទៅសៀមរាបអត់ខ្វះកន្លែងថតទេគឺមានច្រើនមែនតើ